ឈប់សិនតើអ្នកធ្លាប់ឮគេនិយាយថាញ៉ាំផ្លែឈើផ្អែមច្រើននាំឲ្យកើតជំងឺទឹកនោមផ្អែមមែនទេការពិតមិនមែនបែបនោះទេតាមពិតទៅស្ករនៅក្នុងផ្លែឈើស្រស់ជាស្ករធម្មជាតិហៅថា fructose អ្វីដែលពិសេសគឺវាអមមកជាមួយជាតិសរសៃឬ fiber ជាតិសរសៃនេះហើយដែលដើរតួជាហ្វ្រាំងជួយពន្យាការស្រូបយកជាតិស្ករទៅក្នុងឈាមមិនឲ្យឡើងគំហុកនោះទេជនសង្ស័យពិតប្រាកដដែលធ្វើឲ្យប្រឈមមុខនឹងជំងឺទឹកនោមផ្អែមគឺស្ករកែច្នៃក្នុងភេសជ្ជៈផ្អែមនំចំណីនិងការផឹកទឹកផ្លែឈើច្របាច់ដែលគ្មានជាតិសរសៃទៅវិញទេក្រៅពីនេះគឺការលើសទម្ងន់និងកង្វះការហាត់ប្រាណដូច្នេះអ្នកនៅតែអាចរីករាយជាមួយផ្លែឈើផ្អែមបានប៉ុន្តែត្រូវចាំញ៉ាំផ្លែឈើស្រស់ទាំងមូលកុំផឹកទឹកកិនហើយញ៉ាំក្នុងកម្រិតសមល្មមចន្លោះពី200ទៅ300ក្រាមក្នុងមួយថ្ងៃ Harvard Health Publishing បានបញ្ជាក់ថាស្ករក្នុងផ្លែឈើស្រស់ខុសពីស្ករកែច្នៃព្រោះវាមានផ្ទុកជាតិសរសៃនិងទឹកដែលជួយឲ្យការស្រូបយកជាតិស្ករទៅក្នុងឈាមមានលក្ខណៈសន្សឹមបើចូលចិត្តវីដេអូនេះកុំភ្លេចចុច like និង share ទៅកាន់មនុស្សដែលអ្នកស្រឡាញ់ផងណា